Good morning បងប្អូនទាំងអស់គ្នាមកបងប្អូនមកធ្វើម្ហូបញ៉ាំជាមួយខ្ញុំចាថ្ងៃនេះគ្រួសារខ្ញុំគាត់អ្នកបញ្ចេញស្នាដៃណាចាត្រីនេះខ្ញុំស្ទូចបានប្រហែលទឹកដែរអត់ដែលបានចេះស្លឥឡូវថ្ងៃនេះគ្រួសារខ្ញុំគាត់តនេគាត់ធ្វើម្ហូបឲ្យញ៉ាំចានេះត្រីដែលខ្ញុំស្ទូចបានណាបងប្អូនចាត្រីហ្នឹងខ្មែរយើងហៅត្រីអណ្ដាតឆ្កែបងប្អូនចាហើយគេហៅផ្លោកនើចានឹងខ្ញុំហៅត្រូវអត់ទេហ្នឹងហើយគ្រួសារខ្ញុំក៏ស្ទូចបាន2ខ្ញុំបាន2ចាខ្ញុំមកផ្សំធ្វើម្ហូបញ៉ាំថ្ងៃនេះល្មមចានេះក៏សម្អាតត្រីហើយចិត្តខ្ញីចាគ្រឿងផ្សំវិញមានដូចជាសៀងទឹកត្រីទឹកស៊ីអ៊ីវប្រេងល្ងទឹកខ្មេះស្ករសប៊ីចេងចាឥឡូវយើងហាន់ខ្ញីស្លឹកខ្ទឹមហើយនឹងខ្ទឹមសយើងបញ្ច្រាំរួចហើយឥឡូវយើងដល់វគ្គធ្វើត្រីវិញម្ដងចាត្រីនេះគ្រួសារខ្ញុំកត់ហើយគាត់មកប្រឡាក់ជាមួយនឹងម្សៅពោតទៅបងប្អូនដើម្បីយើងចៀនទៅអត់ចប់ខ្ទះហើយបានទាំងស្រួយទៀតផងបងប្អូនចង់ឲ្យត្រីយើងចៀនមករូបរាងស្អាតហើយនឹងស្រួយបានល្អបងប្អូនធ្វើបែបនេះដូចគាត់ទៅចានេះគាត់លាបសងខាងណាបងប្អូនលាបម្សៅពោតហ្នឹងបងប្អូនអត់មានម្សៅពោតដាក់ម្សៅចៀនចេកអីចៀនមាន់ពងអីហ្នឹងក៏បានដែរចាដាក់ចឹងមកនៅដល់វាចំអិននេះក៏ដាក់ធ្កេឲ្យក្តៅហើយបានដាក់ខ្លាញ់បងប្អូនត្រីមួយនេះត្រីបាសបងប្អូនចាច្រឡំដាក់ចូលទៅក្នុងថង់ត្រីនឹងដែរឥឡូវយកមកចៀន
ជួនញ៉ាំទាំងអស់គ្នាបដ ாய் ទៅត្រីហ្នឹងបងប្អូនបើសិនជាយើងយកទៅស្ងោរជ្រក់ឆ្ងាញ់ណាបងប្អូនសាច់វាឡើងផ្អែមចាខ្លាញ់យើងបានក្តៅហើយយើងដាក់ខ្ទឹមចូលមកបំពងវាឲ្យរាងក្រហមឈ្ងុយមកចាយើងដាក់ខ្ញីចូលបងប្អូននេះខ្ទឹមយើងពងរាងឈ្ងុយហើយយើងដាក់ខ្ញីចូលចាយើងឆាខ្ញីជាមួយនឹងខ្ទឹមនឹងឲ្យរាងឈ្ងុយបន្តិចមកចាំយើងដាក់គ្រឿងផ្សំចូលនេះទីគ្រឿងខ្ញុំលាយឲ្យស្រេចហើយមានទឹកត្រីបន្តិចទឹកស្អ៊ីវបន្តិចហើយស្ករហើយប៊ីចេង cooking wine ស្រាសម្រាប់ធ្វើម្ហូបហើយនឹងប្រេងល្ងចាគ្រួសារខ្ញុំក៏ផ្លេចប្រាប់មួយទៀតគឺទឹកខ្មេះបងប្អូនក៏ដាក់ទឹកខ្មេះចូលដែរឥឡូវហើយចាក់នៅលើត្រីចៀនអូយឆ្អិនណាស់នេះបងប្អូនអើយចាមកអញ្ជើញញ៉ាំជាមួយខ្ញុំទាំងអស់គ្នានឹងថ្ងៃអត់មានអីច្រើនទេបងប្អូនមានតែពីរមុខឯងនេះសិតតកោកទាំងអស់តែកោកនឹងឆ្ងាញ់បងប្អូនចាអរគុណច្រើនបងប្អូនណាបានចូលមកមើលវីដេអូនាងខ្ញុំចាចាំជួបគ្នានៅវីដេអូក្រោយៗទៀតចាជម្រាបលាបាយបាយបងប្អូនទាំងអស់គ្នាបាយក្តាំងខ្ញុំដឹងខ្ញុំចូលចិត្តញ៉ាំបាយក្តាំង